សួស្តីបាទថ្ងៃនេះខ្ញុំសូមបង្ហាញអំពីកន្លែងបង្កាត់ត្រីក្រំលក្ខណៈធម្មជាតិបាទអញ្ចឹងឃើញថានេះអូស្រុកកផ្លោកបាទមានផ្លោកមានចកបាទល្អណាស់បាទអូនេះបាទពងហើយបាទខ្ញុំបង្កាត់អញ្ចឹងវាពេលនេះវាកាច់សម្បុកហើយបាទនេះបាទអូវាកាច់សម្បុកមានពងនៅបាទខ្ញុំដាក់ញីមួយឈ្មោលមួយចូលទៅបាទអញ្ចឹងឃើញថាវាកាច់សម្បុកធ្វើពងកន្លែងពងឲ្យញីហើយបាទតែញីអត់ដឹងនៅណាទេបាទព្រោះមួយធុងនេះធំណាស់បាទអញ្ចឹងចាំមើលថាតើរយៈពេលដែលមួយខែទៀតតើកូនវាប៉ុណ្ណាបាទនេះបាទឈ្មោលនេះឈ្មោលល្អបាទពណ៌វា blue អាហ្នឹងគេហៅ blue ស្អីទេបាទតែពណ៌វាភ្លឹបផ្លែតពងទៅបាទដាក់លើដបផ្ទះហ្នឹងអញ្ចឹងបាទមកធុងធំអញ្ចឹងទៅហើយចាំមើលតែមួយខែទៀតកូនវាចាំមើលថាកូនវាឡើងប៉ុណ្ណាបាទញីរត់ឃើញទៅបាទសារខ្ញុំដាក់ចកច្រើនអញ្ចឹងវានៅលក្ខណៈធម្មជាតិអញ្ចឹងទៅបាទអញ្ចឹងបាទលើដបផ្ទះហ្នឹងខ្ញុំដាក់បកាត់អញ្ចឹងទៅមានច្រើនទៀតបាទមានបន្លែធុងកូនទូចចាប់ផ្ដើមធំដែរបាទនេះមួយធុងនេះក៏ច្រើនដែរលាយគ្នាបាទចងត្រីទៅបាទច្រើនបាទពួកនេះធ្លាក់ខ្យល់ល្អណាស់បាទឡើងទៅជាក់ហ្មងបាទខែប្រាំងតែនៅដូចជាខែកដឹកវិញបាទធ្លាក់ខ្យល់ទៅជាក់កូនធំណាស់បាទកូនមកដាក់ចិត្តដាក់ចូលទៅបាទមកសបុកបាទមានច្រើនមានតាមបន្លែផងចាំត្រីផងអញ្ចឹងទៅបាទហើយនេះអូបាទនេះ7ពណ៌ផ្លេចោលពេលនេះច្រើនណាស់បាទផ្លេង7ពណ៌ផងកូនត្រីផងវានេះពេញហើយបាទត្រីដាក់ចម្រោះចឹងទៅវាកាត់ពូជវាអត់សូវស្អាតបាទវាចម្រោះពូជបើសិនយើងដាក់នេះច្រើនអូស្ទើរបិទតា20-30ក្បាលបាទច្រើនណាស់បាទបាទអរគុណបាទនេះគឺជាកន្លែងចិញ្ចឹមត្រីនៅលើដំបូលផ្ទះរបស់ខ្ញុំបាទអរគុណជម្រាបលា